មកយ៉ាងហ្នឹងគឺឃើញខាងភ័យថៃគឺមានមោទនភាពខ្លាំងមែនតើថាយើងនេះបានលួចតម្រង់ឈុតរបស់ពួកវានេះបែបនេះបងប្អូនឈុតស្បៃឆ្នៃទៅជាខោចេញផ្សិតចេញអីបែបឆ្នៃប្រឌិតចឹងណាបងប្អូនប៉ុន្តែខ្ញុំមិនដឹងថាអ្នកណាលួចអ្នកណាចម្លងអ្នកណាឬក៏វាចៃដន្យទេឬក៏ជា fashion អីមួយទេប៉ុន្តែខ្ញុំសុំហ្មងសូមកុំយកស្បៃពីនាឬក៏ឈុតស្បៃព្រះថោងតោងស្បៃនាងនាគហ្នឹងយកទៅឆ្នៃអីបងប្អូនសូមរក្សាតម្រង់ដើមបែបបុរាណខ្មែររបស់យើងឲ្យបានល្អឈុតរបស់យើងស្អាតស្រាប់ហើយបងប្អូនមិនបាច់ទៅឆ្នៃអីទេគ្រាន់តែរួមគ្នាថែរក្សាឈុតបុរាណរបស់យើងឲ្យបានគង់វង្សហើយបើយើងឆ្នៃបែបហ្នឹងយូរទៅឈុតរបស់យើងឈុតប្រពៃណីខ្មែររបស់យើងវានឹងคลายតទៅបងប្អូនបើសិនជាយើងនិយមតាមគ្នាអាចនឹងបាត់តម្រង់ដើមឈុតបុរាណខ្មែររបស់យើងបើសិនជាឈុតបុរាណខ្មែររបស់យើងធ្លាក់ទៅក្នុងដៃពួកវាវិញมันយូរមិនឆាប់ទេគង់តែបាត់បង់តម្រង់ដើមនៃឈុតបុរាណខ្មែររបស់យើងដែលជានារីទន់ភ្លន់នារីថ្លៃថ្នូរដែលជាឈុតដ៏អស្ចារ្យបុរាណខ្មែររបស់យើងបន្សល់ទុកឲ្យនេះបងប្អូនប្រកាសជារលាយក្នុងដៃពួក SP នឹងជាមិនខានអញ្ចឹងខ្ញុំដឹងថាបងប្អូនខ្មែររបស់យើងជួយផ្សព្វផ្សាយឈុតស្បៃឈុតបុរាណខ្មែររបស់យើងទេតែប៉ុន្តែគាត់គ្រាន់តែឆ្នៃបែប fashion ទៅជាសម័យអីចឹងប៉ុន្តែខ្ញុំគិតថារក្សាឈុតតម្រង់ដើមរបស់យើងបើយើងជួយផ្សព្វផ្សាយឈុតរបស់យើងផ្សព្វផ្សាយក្នុងតម្រង់ដើមឈុតដើមតែដូនតាបន្សល់ទុកឲ្យទៅអូបើថាពួកវា fashion សាហាវយ៉ាងហ្នឹងឲ្យពួកវា fashion តទៀតទៅបងប្អូនពួកវាគឺចង់ដណ្ដើមឈុតរបស់យើងទៅមែនតែនប៉ុន្តែចង់និយាយថាអាឈុតបែបប៉និតសកុតសគុំអស្ចារ្យសភាពនារីទន់ភ្លន់ខុននារីប៉ុណ្ណាក៏ដោយប៉ុន្តែទៅដល់ដៃពួកវាហើយគឺ SP ទាំងអស់ចាឈុតហ្នឹងឈុតស្បៃគឺឈុតស្អាតបែបនារីទន់ភ្លន់ប៉ុន្តែទៅដល់ពួកវាចាគឺឆ្នៃគឺคล้ายគឺបែប fashion ទៅជា SP ទាំងអស់អញ្ចឹងយើងមិនបាច់ទៅឆ្នៃបែបហ្នឹងទេយើងគ្រាន់តែរក្សាឈុតរបស់យើងឲ្យនៅគង់វង្សទៅបានហើយ